សួស្តីក្មេងៗទាំងអស់គ្នាស្វាគមន៍មកកាន់ Kid Podcast ដែលជាកម្មវិធីសម្រាប់កុមារដែលមានទាំងភាពសប្បាយនិងចំណេះដឹងថ្មីនៅក្នុងវគ្គថ្ងៃនេះដែរយើងនឹងទៅស្វែងយល់អំពីភពជុំវិញព្រះអាទិត្យបើត្រូវជាស្ដាប់ឲ្យបានល្អហើយត្រៀមខ្លួនទៅស្វែងយល់ជាមួយ Kid Podcast ទាំងអស់គ្នាតើជាការពិតទេមានសមុទ្រនៅលើព្រះច័ន្ទមិនពិតទេមានវាលទំនាបថ្មនិងទឹកនិងរណ្ដៅភ្នំភ្លើងដែលគេហៅថាវាជាភាសាឡាតាំងដែលមានន័យថាសមុទ្រប៉ុន្តែវាមិនមែនផ្ទុកទឹកនោះទេអវកាសយានិកដំបូងគេដែលបានទៅទស្សនាឋានព្រះច័ន្ទនិងចុះចតនៅលើសមុទ្រស្ងប់ស្ងាត់តើភពមួយណាជាភពក្រហមភពអង្គារត្រូវបានគេដាក់ឈ្មោះតាមព្រះរ៉ូម៉ាំងនៃសង្គ្រាមដោយសារតែវាមានពណ៌ក្រហមដូចឈាមភពនេះមើលទៅមានពណ៌ក្រហមដូចច្រែដោយសារតែផ្ទៃរបស់វាគ្របដណ្ដប់ដោយដីនិងថ្មដែលសម្បូរជាដែកនៅលើភពអង្គារគ្មានសមុទ្រទេហើយវាមានអាកាសធាតុត្រជាក់ខ្លាំងណាស់តើភពអង្គារមានទឹកកកនៅប៉ូលរបស់វាទេពិតមែនហើយប៉ូលខាងត្បូងរបស់វាភាគច្រើនទឹកកកស្ងួតដែលជាឧស្ម័នកាបូនឌីអុកស៊ីតកនៅប៉ូលខាងជើងអាចមានទឹកកកលាយជាមួយឧស្ម័នកាបូនឌីអុកស៊ីតកវាក៏អាចមានទឹកកកនៅក្រោមដីលើភពអង្គារផងដែរគ្មានសញ្ញាច្បាស់លាស់ណាមួយទេដែលបង្ហាញថាមានជីវិតនៅលើភពអង្គារប៉ុន្តែយូរលង់ណាស់មកហើយភពអង្គារមានទន្លេហូរដូច្នេះប្រហែលជាភពនេះធ្លាប់មានជីវិតរស់នៅម្ដងរួចមកហើយក៏អាចមានហ្វូស៊ីលកប់នៅក្នុងដីនៃភពនេះផងដែរព្រះច័ន្ទតូចពីររបស់ភពអង្គារគឺ Deimos និង Phobos មិនមានរូបរាងមូលដូចព្រះច័ន្ទរបស់យើងទេពួកវាមើលទៅដូចជាដំឡូងបារាំងដុតច្រើនជាងពួកវាអាចជាអាចផ្កាយថ្មអវកាសដែលភពអង្គារចាប់បានដោយទំនាញរបស់វាតើភ្នំភ្លើងណាដែលធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យមានភ្នំភ្លើងបំបែកឯកតកម្មនៅលើភពអង្គារភ្នំភ្លើង Olympus Mons ទទឹងប្រហែល600គីឡូម៉ែត្រនិងមានកម្ពស់ជាង25គីឡូម៉ែត្រវាជាភ្នំភ្លើងធំជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យកាលពីយូរលង់ណាស់មកហើយកំអែលភ្នំភ្លើងពណ៌ខ្មៅរាវហូរបង្កើតបានជាទន្លេដល់ពេលត្រូវលាគ្នាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាក្មេងៗទាំងអស់គ្នាបានរៀនអ្វីថ្មីនិងមានភាពសប្បាយរីករាយជាមួយ Kid Podcast កុំភ្លេចតាមដានស្ដាប់វគ្គបន្តទៀតណាព្រោះយើងនឹងនាំក្មេងៗទៅស្វែងយល់អំពីរឿងថ្មីនិងពិភពលោកដ៏អស្ចារ្យជាច្រើនទៀតជួបគ្នាវគ្គក្រោយលាហើយក្មេងៗ